សេចក្តីជូនដំណឹងនៅរុស្ស៊ីថ្ងៃទី18ខែតុលាឆ្នាំ2025នេះរដ្ឋបាលឃុំសហការជាមួយប៉មនគរបាលរដ្ឋបាលឃុំកំពង់ចិនត្បូងបន្តធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិងួននាសៀមនិងភូមិស្វាយសដើម្បីជាការដាស់តឿនដល់ម្ចាស់សត្វពាហនៈទាំងអស់ក្នុងមូលដ្ឋានឃុំឲ្យមានការប្រុងប្រយ័ត្នជាពិសេសការលែងចោលតាមដងផ្លូវសាធារណៈដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់អ្នកធ្វើដំណើរនិងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃលោកនាយកប៉មបានបញ្ជាក់ថាបើសត្វរបស់បងប្អូនបង្កគ្រោះថ្នាក់អ្នកធ្វើដំណើរនោះម្ចាស់សត្វត្រូវទទួលខុសត្រូវជាសំណងរដ្ឋវិន័យឬទោសព្រហ្មទណ្ឌទៅតាមស្ថានភាពនៃរបួសស្នាមដែលសត្វគោឬឆ្ការបស់បងប្អូនបានបង្កឡើងដោយការប្រធ្វេសប្រហែសរបស់ម្ចាស់សត្វសូមបងប្អូនម្ចាស់សត្វពាហនៈទាំងអស់មេត្តាចិញ្ចឹមដោយការចង់ឬដាក់ទ្រុងដើម្បីចូលរួមកាត់បន្ថយបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឃុំកំពង់ចិនត្បូងផងដែរសូមអរគុណ